សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើការលេងជាមួយនឹង Pro Rod បាទហើយក៏ដាក់ challenge ខ្លួនឯងបាទនៅក្នុងថ្ងៃនេះបាទធ្វើម៉េចលេងឲ្យដល់ Matic Calorie បាទតែអ្វីដែលសំខាន់នោះ rank របស់ខ្ញុំនោះគឺនៅ Epic 2នៅឡើយទេបាទគ្នាយើងបាទទៀតហើយអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនធ្វើម៉េចទៅបានលេងដល់ Matic Calorie អញ្ចឹងណាបាទចាំបងប្អូនទាំងអស់គ្នាចង់លេងដល់ Matic Calorie អ្នកនរគ្នាធ្វើតាមខ្ញុំបាទទី1អ្នកទាំងអស់គ្នាត្រូវតែមានដៃគូដៃកង់បើមិនថាដៃគូអ្នកទាំងអស់គ្នានៅទីណានៅភពកាយភពប្រច័នភពអង្គាភពពុទ្ធអីទេបាទសំខាន់គឺត្រូវតែហៅគាត់មកលេងឲ្យបាន1នាក់ឬក៏2នាក់ដើម្បីស្រួល carry នៅក្នុង game អញ្ចឹងណាបាទស្រួលជួយវាយ team fight team អីចឹងទៅបាទបើយើងលេងតែឯងគឺពិបាកលេងតិចបាទសារអីគេដោយសារតែពេលយើងចូលទៅវាយគេអញ្ចឹងទៅគេនោះគេមក2គេវាយយើង1បើសិនជាយើងមានគ្នា1នាក់ឬក៏2នាក់យើងចូលទៅវាយគេអាចនឹងមានគ្នាបើយើងមកជួយអញ្ចឹងដូចខ្ញុំចេះខ្ញុំមានណាគេលេងជាមួយទេបាទខ្ញុំលេងតែឯងសុទ្ធបាទអាស្ទីលហ្នឹងអញត្រាប់អញវាយពី3នាក់ឯងខ្ញុំនិយាយមែនណាគ្នាបើយើងបើចង់អាប់រ៉េងបានលឿនបាទកុំភ្លេចលេងជាមួយនឹង team បាទបើសិនជាយើងគ្មាន team លេងទេគឺកម្រលេងឡើងរ៉េងមែនទែនបាទអ្វីដែលសំខាន់នោះបើអ្នកនរគ្នាចង់ឡើង Matic Calorie អីត្រូវតែមាន team បាទបើសិនជាលេងអត់ team គឺមិនងាយទេបើសិនជាអ្នកលេងឡើងដល់ Matic Calorie 100 point 200 point អញ្ចឹងខ្ញុំសរសើរបងបើសិនជាគាត់លេង solo តែឯងណាបាទតែគឺកម្រមានទេបាទកម្រមានមួយលានអ្នកឯងមានកន្លះអ្នកអីចឹងណាបាទដែលអាប់ឡើងដល់Matic 100 point 200 point អញ្ចឹងទៅបាទគឺភាគច្រើនគឺគាត់លេង team មកគ្នាយើងបើលេង team បើសិនជាលេង solo គឺមិនងាយគ្នាយើងបាទ10 game ឈ្នះ1 game ហ្នឹង1 game ឈ្នះហ្នឹងក៏ពិបាកលេងទៀតគ្នាយើងបាទដឹងមូលហេតុអីគេចូលចិត្តលេង team គ្នាយើងដោយសារអីគេដោយសារគ្នារបស់យើងឆាប់បានទៅជួយ rotate ទៅជួយគ្នាយើងលឿនតាន់ពេលតាន់វេលាតាន់ហេតុការអញ្ចឹងបាទដូចគេវាយយើងបាក់ជើងអញ្ចឹងទៅគ្នារបស់យើងជួយសង្គ្រោះបាទឲ្យគេវាយថែមបាក់ជើងមួយជាហៀងទៀតទៅហ្នឹងហើយនិយាយលេងនេះគ្នាយើងបាទអញ្ចឹង game របស់យើងចង់ឡើងលឿនក៏ complete លេងជាមួយនឹង team គ្នាយើងបាទដូចខ្ញុំចេះខ្ញុំលេង solo ជីវិតខ្ញុំជីវិត solo គ្នាយើងបាទងាយឡើង rank ទេគ្នាយើងបាទ10 game នេះឈ្នះ1 game នេះទៅបាទឈ្នះហ្នឹងគឺតឹងចិត្តទៀតបាទបើឈ្នះទៅដោយគេហៅថាដោយយុទ្ធធម៌គឺងាយទេតែបើយើងអយុត្តិធម៌ណាបើលេង game ឈ្នះនេះបាទដោយសារអយុត្តិធម៌ដោយសារអីដោយសារគ្នារបស់យើងមកប៉ះភ្លាមជេយោបាទអ្វីដែលពិសេសនោះគឺខាង CP ហ្នឹងបាទ C សាហាវបាទខ្ញុំចូលទៅវាយគេប្រើបើគាត់ skill ទាំងប្រមាណម៉ាចឲ្យហ្នឹងដាក់ផង plan shot ផងធ្វើម៉េចឲ្យតែបាន kill ទៅគាត់ទៅគឺគាត់សប្បាយចិត្តដែរបាទលេងមិនបាន C kill គឺគាត់ថាតែអត់មានអារម្មណ៍លេងបាទតែត្រូវយល់ពីអ្នកដែលវាយបើកមុខអូបាទគ្នាវាយផងអីផងទៅរំតែបានគេហៅថារួចជីវិតមកវិញហ្នឹងអា kill ក៏មិនបានហើយអាគេថាឲ្យទៀតបាទពិបាកលេងមែនទែនបាទអញ្ចឹងបើអ្នកនរគ្នាចង់អាប់រ៉េងបានលឿនបាទអ្នកនរគ្នាត្រូវតែមាន team ម្នាក់2នាក់ក៏បានដែរហើយបើអ្វីដែលពិសេសនោះបើសិនជាមាន CC ស្អាតឈូតលេងជាមួយវិញខាង enemy ទន់លោមកគ្នាយើងបាក់លោមយកតែម្ដងបាទគឺលេងអត់ឈ្នះទេបាទដោយសារអីដោយសារ enemy គាត់ចូលទៅមើល profile CC ឈូតចឹងទេគាត់លេងគេថាតែអាណិត meta បាទអត់ស្អីហ៊ានវាយ CC ឈូតគេថាធ្វើម៉េចប្រុសវាយស្រីអត់អញ្ចឹងណាបាទមានណាអាពាក្យស្លោកហ្នឹងមានអីធ្វើឲ្យយើងលេង game អត់ឈ្នះទេបាទតែក៏ឲ្យខាងប្រុសដែលលេង game មិនថាខ្ញុំមិនថាគេទេបាទឲ្យតែឃើញ hero ស្រីច្រើនហ្នឹងយើងមិនសូវចង់ហ៊ានវាយបានទេដោយសារអីវាយទៅខ្លាចគេ deal យើងទេតាធ្វើប្រុសអាំងអីវាយតែស្រីជាពិសេសខ្នាខ្មៅឆ្មាវត្តជើងខ្លីដៃខ្លីហ្នឹងឲ្យតែវាយគ្នាបានម្ដង2ដងនិយាយពីថាឌឺគ្នាបាទតែឌឺមធ្យមវិញងុំតែខ្នាឌឺវិញហ្នឹងចប់និយាយហើយបាទចប់និយាយមកអស់ហើយនិយាយមកខ្នាឌឺសាហាវនេះមកខ្នានេះមិនត្រឹមតែឌឺទេបាទអ្វីដែលសំខាន់នោះគឺ emoji នឹងគឺ emoji សាហាវប្រយ emoji បាទតែ game នេះគឺយើងឈ្នះហើយយើងបាទអញ្ចឹង complete ហៅគ្នាមកលេងដើម្បីឲ្យងាយស្រួលក្នុងការប្រេង